ប្រទេសអេស្ប៉ាញយុវជនបាល់ទាត់ឆ្នើមលំដាប់ពិភពលោកឡាមីនយ៉ាម៉ាល់បានចេញមុខបដិសេធការចោទប្រកាន់ថារូបគេបានព្យាយាមចែកចង់អតីតតារាកូនកញ្ជ្រូកជនជាតិអេស្ប៉ាញភាពយន្តអាសអាភះកញ្ញា Claudia Bavel ដែលមានអាយុច្រើនជាងខ្លួនដល់ទៅ12ឆ្នាំខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញនិងក្រុមអ្នកមានបុណ្យ Barcelona វ័យ17ឆ្នាំរូបនេះបានច្រានចោលពីចចាមអារ៉ាមស្នេហាជាមួយ Claudia Bavel តាមរយៈកម្មវិធីទូរទស្សន៍អេស្ប៉ាញ TDA ហើយបានអះអាងថារូបគេគ្មានចំណាប់អារម្មណ៍ចំពោះ Bavel ហើយក៏មិនដែលបានជួបនាងថែមទៀតផងនៅពេលដែលអ្នកយកព័ត៌មានលោក Alex Alvarez បានអះអាងថា Bavel ត្រូវបានគេចោទថានាងមានគម្រោងជួលអ្នកថតរូបនិងលក់រូបការណាត់ជួបគ្នារវាងអ្នកទាំងពីរនោះយ៉ាម៉ាល់បានច្រានចោលទាំងស្រុងដោយបញ្ជាក់ថាជារឿងមិនអាចទៅរួចទេដោយសារគេបច្ចុប្បន្នរស់នៅជាមួយម្ដាយដែលមិនអនុញ្ញាតឲ្យអ្នកមិនធ្លាប់ស្គាល់ណាត់ជួបនោះទេជាការឆ្លើយតបអតីតតារាកូនកូនជ្រូកកញ្ញា Claudia Bavel វ័យ29ឆ្នាំបានប្រាប់បណ្ដាញសង្គមដែលមានអ្នកតាមដានប្រមាណ 259,000 នាក់ដើម្បីប្រាប់រឿងរបស់នាងថានាងគ្មានចេតនាចង់បង្ហាញរឿងនេះជាសាធារណៈនោះទេតែមានអារម្មណ៍បង្ខំឲ្យនាងត្រូវនិយាយរឿងនេះបន្ទាប់ពីយ៉ាម៉ាល់បាននិយាយពីនាងនៅលើកញ្ចក់ទូរទស្សន៍អេស្ប៉ាញនិយាយថាគេបានបដិសេធនិងមិនចាប់អារម្មណ៍លើខ្ញុំទាំងដែលគេជាអ្នកចង់ចាប់ផ្ដើមទំនាក់ទំនងហើយទទូចឲ្យមានការណាត់ជួបគេបដិសេធថាយើងមិនបានជួបគ្នាបើទោះបីជាឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គមជាច្រើនក៏ដោយជាមួយគ្នានោះ Bavel ក៏បានសុំឲ្យសាធារណជនឈប់ផ្ញើសារប្រមាថនាងតទៅទៀតព្រោះនាងមិនដែលមានទំនាក់ទំនងស្នេហាឬណាត់ជួបជាមួយនឹងអនិច្ចជនព្រមទាំងមិនដែលគិតចង់មានទំនាក់ទំនងឬពាក់ព័ន្ធជាមួយបុគ្គលល្បីឬអ្នកមានលុយចាយមិនអត់នោះទេរឿងមួយនេះមិនទាន់ចប់ត្រឹមនឹងទេដោយក្រោយមក Bavel បានបង្ហាញខ្លួននៅកម្មវិធី TDA កាលពីពេលថ្មីនេះដោយបានបញ្ជាក់ម្ដងទៀតថានាងជាអ្នកបដិសេធការណាត់ជួបយ៉ាម៉ាល់ដោយសារតែគេជាអនិច្ចជននាងក៏បានអះអាងថានឹងរក្សាខ្សែអាត់សម្លេងផ្ញើមុខនាងដែលចោទប្រកាន់ថាពួកគេទាំងពីរអាចមានទំនាក់ទំនងជាមួយគ្នាបើទោះបីជាមានអាយុខុសគ្នាក៏ដោយ Bavel បញ្ជាក់ថាចាប់តាំងពីពេលនោះមកពួកគេបានជួបតាក់ទងគ្នាប៉ុន្តែកាលពីថ្មីនេះនាងបានចោទប្រកាន់ថាយ៉ាម៉ាល់បានគំរាមនាងឲ្យរក្សាការសម្ងាត់ការសន្ទនាឯកជនរបស់ពួកគេភាពចម្រូងចម្រាសរវាងយ៉ាម៉ាល់និង Bavel បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសារព័ត៌មាន Lectoras បានចេញផ្សាយរូបថតអំឡុងវិស្សមការរបស់យ៉ាម៉ាល់នៅកោះ Pantelleria ប្រទេសអ៊ីតាលីជាមួយ influencer ឈ្មោះ Forty Vasquez អាយុ29ឆ្នាំអ្នកទាំងពីរត្រូវបានគេប្រទះឃើញជិះម៉ូតូទឹកជាមួយគ្នាដែលបានបង្កឲ្យមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាប៉ុន្តែក្រោយមកទាំងយ៉ាម៉ាល់និង Vasquez បានបដិសេធទាំងស្រុងដោយយ៉ាម៉ាល់បានអះអាងថាគេកំពុងសម្រាកវិស្សមកាលជាមួយមិត្តរួមក្រុម Barcelona ជាច្រើនអ្នកមិនមែនតែ Vasquez ម្នាក់ឯងនោះទេតាមរយៈពាក្យចចាមអារ៉ាមនេះ Vasquez ក៏បានអះអាងថានាងទទួលការគំរាមកំហែងនិងប្រមាថដល់អាយុជីវិតថែមទៀតផងសូមជម្រាបថាខ្សែប្រយុទ្ធ Lamine Yamal ទើបតែបញ្ចប់រដូវកាលដ៏លេចធ្លោជាមួយ Barcelona ដោយបានឈ្នះពានរង្វាន់ La Liga Spanish Super Cup និង Copa del Rey ហើយកំពុងក្លាយជាបេក្ខភាពដ៏លេចធ្លោក្នុងការប្រជែងពានរង្វាន់កីឡាករឆ្នើមបំផុត Ballon d'Or ឆ្នាំ2025ផងដែរបានដកស្រង់ចេញពី VN Express